ឯកឧត្តមវេនជាប៉ាវនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី18ខែវិច្ឆិកាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី21ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីចិនវេនជាប៉ាវត្រូវបានធ្វើឡើងមុនមួយថ្ងៃនៃពិធីបើកកិច្ចប្រជុំកំពូលអាស៊ានបូក1ជាមួយសាធារណរដ្ឋប្រជាមានិតចិនលើកទី15ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ានបូក3ជាមួយសាធារណរដ្ឋប្រជាមានិតចិនជប៉ុនសាធារណរដ្ឋកូរ៉េលើកទី15និងមុន2ថ្ងៃនៃពិធីបើកកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី7ដែលនឹងប្រពធ្វើជាបន្តបន្ទាប់គ្នានៅថ្ងៃទី19ដល់ថ្ងៃទី20ខែវិច្ឆិកានៅក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការដែលធ្វើឡើងនៅវិមានសន្តិភាពឯកឧត្តមវេនជាប៉ាវនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនត្រូវបានការធ្វើកិរិយាកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការនោះឯកឧត្តមនាយករដ្ឋមន្ត្រីចិនវេនជាប៉ាវដែលអមដំណើរដោយផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជាដែលមានទិដ្ឋភាពទាំងស្រុងដូចតទៅសូមបញ្ជាក់ថាសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី19ខែកក្កដាឆ្នាំ1958ដែលនៅសល់ជិត1ឆ្នាំទៀតប៉ុណ្ណោះប្រទេសទាំងពីរនឹងមានទំនាក់ទំនងការទូតជាមួយគ្នាគម្រប់55ឆ្នាំនៅក្នុងរយៈពេលជិត55ឆ្នាំកន្លងមកនេះប្រទេសទាំងពីរកម្ពុជាចិនបានក្លាយទៅជាកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងនៅឆ្នាំ2010ដោយប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនៅឆ្នាំ2013ខាងមុខគឺជាខួបលើកទី55ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជាចិនក្នុងនោះភាគីទាំងពីរបានកំណត់ថាជាឆ្នាំមិត្តភាពកម្ពុជាចិនក្នុងនោះ
ភាគីទាំងពីរនឹងរៀបចំសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី55ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរឲ្យអធិកអធមបំផុតក្នុងរយៈពេលជិត12ឆ្នាំចុងក្រោយនេះគឺចាប់តាំងពីឆ្នាំ2000រហូតមកដល់បច្ចុប្បន្ននេះថ្នាក់ដឹកនាំកម្ពុជារបស់ប្រទេសចិនបានអញ្ជើញមកបំពេញទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋនិងជាផ្លូវការចំនួន14លើករួចមកហើយក្នុងនោះនៅថ្ងៃទី13ដល់ថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2000ដំណើរទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋរបស់ឯកឧត្តមជាងជីមីនប្រធានាធិបតីចិនថ្ងៃទី18ដល់ថ្ងៃទី21ខែឧសភាឆ្នាំ2001ដំណើរទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋរបស់ឯកឧត្តមលីផឹងប្រធានសភាប្រជាជនចិនថ្ងៃទី1ដល់ថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2002ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមជូរងជីនាយករដ្ឋមន្ត្រីចិនថ្ងៃទី20ដល់ថ្ងៃទី23ខែមីនាឆ្នាំ2004ដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវវូយីអបនាយករដ្ឋមន្ត្រីចិនថ្ងៃទី7ដល់ថ្ងៃទី8ខែមេសាឆ្នាំ2006ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីចិនវ៉ែនជាប៉ាវថ្ងៃទី2ដល់ថ្ងៃទី6ខែធ្នូឆ្នាំ2008ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមចាឈីងលីនប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនថ្ងៃទី20ដល់ថ្ងៃទី22ខែធ្នូឆ្នាំ2009ដំណើរទស្សនកិច្ចរបស់ឯកឧត្តមស៊ីជីនភីងអនុប្រធានាធិបតីចិនថ្ងៃទី17ដល់ថ្ងៃទី19ខែមីនាឆ្នាំ2010ដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីចិនហ៊ុយលៀងយូថ្ងៃទី3ដល់ថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2010ដំណើរទស្សនកិច្ចរបស់ឯកឧត្តមវូប៉ាងហ្គោប្រធានសភាប្រជាជនចិនថ្ងៃទី23ដល់ថ្ងៃទី25ខែមិថុនាឆ្នាំ2011ដំណើរទស្សនកិច្ចរបស់ឯកឧត្តមទូឈីងលីនអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនថ្ងៃទី19ដល់ថ្ងៃទី21ខែសីហាឆ្នាំ2011ដំណើរទស្សនកិច្ចរបស់ឯកឧត្តមជូយ៉ុងខាងសមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនិងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីសចិនថ្ងៃទី30ខែមីនាដល់ថ្ងៃទី2ខែមេសាឆ្នាំ2012ដំណើរទស្សនកិច្ចជាលក្ខណៈផ្លូវរដ្ឋរបស់ឯកឧត្តមហ៊ូចិនតាវប្រធានាធិបតីចិនថ្ងៃទី12ដល់ថ្ងៃទី14ខែមិថុនាឆ្នាំ2012ដំណើរទស្សនកិច្ចរបស់ឯកឧត្តមហឺហ្គូឈៀងសមាជិកគណៈអចិន្ត្រៃយ៍និងជាលេខាធិការនៃគណៈកម្មាធិការពិនិត្យវិន័យនៃគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីសចិននិងនៅពេលនេះគឺជាដំណើរទស្សនកិច្ចជាលើកទី14របស់ថ្នាក់ដឹកនាំកម្ពុជារបស់ប្រទេសចិននិងក៏ជាដំណើរទស្សនកិច្ចជាលក្ខណៈផ្លូវការលើកទី2របស់ឯកឧត្តមនាយករដ្ឋមន្ត្រីវ៉ិនជាប៉ាវមកកាន់ប្រទេសកម្ពុជាបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការលើកទី1កាលពីថ្ងៃទី7ដល់ថ្ងៃទី8ខែមេសាឆ្នាំ2006បន្ទាប់មកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាចិនអញ្ជើញជួបចរចាទ្វេភាគីដែលធ្វើឡើងក្នុងវិមានសន្តិភាពក្នុងជំនួបពិភាក្សាដែលបានចំណាយពេល1ម៉ោងនិង15នាទីឯកឧត្តមនាយករដ្ឋមន្ត្រីចិនវ៉ែនជាប៉ាវមានប្រសាសន៍ថាបន្ទាប់ពីរយៈពេល6ឆ្នាំនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាឯកឧត្តមបានសង្កេតឃើញពីការផ្លាស់ប្ដូរច្រើនរបស់ប្រទេសកម្ពុជាឯកឧត្តមនាយករដ្ឋមន្ត្រីបន្តថាពេលនេះកម្ពុជាកំពុងតែធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី21និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាក្នុងកលៈទេសៈដែលកម្ពុជាកំពុងតែបុណ្យកាន់ទុក្ខថ្វាយចំពោះព្រះមានខ័ណ្ឌព្រះបរមសពព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលនោះគឺជាការទទួលបន្ទុកដ៏ធ្ងន់របស់សម្ដេចអគ្គមហាសេនាបតីជូហ៊ុនសែននាយករដ្ឋមន្ត្រីក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំដ៏មានសារៈសំខាន់បំផុតនោះក្នុងការបោះជំហានចូលទៅកាន់វេទិកាតំបន់និងពិភពលោកសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្លែងនៅអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាលនិងប្រជាជនចិនដែលបានជួយដល់ប្រទេសកម្ពុជាក្នុងការដែលកម្ពុជាកំពុងមានទុក្ខព្រួយយ៉ាងធំធេងបំផុតក្នុងការដង្ហែព្រះបរមសពព្រះករុណាព្រះមហាក្សត្រពីទីក្រុងប៉េកាំងប្រទេសចិនមកកាន់រាជធានីភ្នំពេញរបស់ប្រទេសកម្ពុជាសម្ដេចតេជោបានចាត់ទុកការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលចិនមិនគ្រាន់តែសម្រាប់ព្រះរាជវង្សានុវង្សប៉ុណ្ណោះទេប៉ុន្តែប្រជាជនកម្ពុជាបានមើលឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចិនចំពោះកម្ពុជា
នៅក្នុងកិច្ចសន្ទនាគ្នានោះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះប្រទេសចិនដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាជាពិសេសនៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាជាប់គាំងខាងនយោបាយកាលពីឆ្នាំ2003ប្រទេសចិនបានជួយគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសកម្ពុជាដែលនោះបានបង្ហាញពីសារដ៏ជាក់លាក់ពីសំណាក់ប្រទេសចិនចំពោះប្រទេសកម្ពុជាសម្ដេចតេជោបន្តថាចាប់តាំងពីពេលនោះមកប្រទេសយើងទាំងពីរកម្ពុជាចិនបានពង្រីកទំនាក់ទំនងយ៉ាងឆាប់រហ័សនិងឈានដល់ចំណុចកំពូលដែលជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរប្រកាសដាក់ចេញកាលពីឆ្នាំ2010កន្លងទៅសម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាការរីកចម្រើនទាំងឡាយរបស់ប្រទេសកម្ពុជាមិនអាចកាត់ផ្តាច់ចេញពីជំនួយឧបត្ថម្ភរបស់ប្រទេសចិនបាននោះទេពោលគឺប្រទេសចិនមិនគ្រាន់តែជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយពង្រឹងដល់ឯករាជ្យខាងនយោបាយទៀតផងក្នុងន័យនេះសម្ដេចតេជោបានស្នើដល់ភាគីចិនបន្តជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាជាបន្តទៀតនិងបន្តជំរុញការវិនិយោគនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យឈានដល់$5,000 លានសហរដ្ឋអាមេរិកនៅឆ្នាំ2017ពាក់ព័ន្ធទៅនឹងសំណើរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីឯកឧត្តមនាយករដ្ឋមន្ត្រីចិនវៀនជាប៉ាវបានបញ្ជាក់អះអាងពីចំហរបស់រដ្ឋាភិបាលចិនក្នុងការពិនិត្យរាល់សំណើរបស់ភាគីកម្ពុជាក្នុងនោះជាជំហានដំបូងភាគីចិននឹងពិនិត្យមើលពីគម្រោងដែលនឹងត្រូវអនុវត្តក្នុងឆ្នាំ2013និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការជួយដល់ប្រទេសកម្ពុជានៅក្នុងជំនួបទ្វេភាគីនោះដែរភាគីចិនបានសម្រេចផ្ដល់ថវិកាចំនួន$329 លានសម្រាប់អភិវឌ្ឍធនធានទឹកនៅកម្ពុជានិងបានឯកភាពជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងការពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យដល់$5,000 លានសហរដ្ឋអាមេរិកនៅឆ្នាំ2017បន្ទាប់មកប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាចិនអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលចុះហត្ថលេខារវាងឯកឧត្តមគៀតឈុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយនឹងឯកឧត្តម Chen Diming រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលើកិច្ចព្រមព្រៀងចំនួន2និងលិខិតបដូរសារចំនួន1ក្នុងនោះរួមមានទី1កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសទី2កិច្ចព្រមព្រៀងស្តីពីការផ្ដល់ឥណទានសម្បទានសម្រាប់អនុវត្តគម្រោងធនធានទឹកស្ទឹងស្ទងជំហានទី1និងទី3លិខិតបដូរសារស្តីពីការផ្ដល់ម៉ាស៊ីនscan កុងតឺន័រ4គ្រឿងប្រើប្រាស់ក្នុងទឹកប្រាក់ជំនួយឥតសំណងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី30ខែមីនាឆ្នាំ2012ទី4លិខិតបដូរសារស្តីពីគម្រោងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈព្រះសីហនុត្រូវបានចុះហត្ថលេខារវាងឯកឧត្តមវងសោតរដ្ឋមន្ត្រីក្រសួងកាងារបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយនឹងឯកឧត្តម Chen Diming រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិននិងទី5ពិធីចុះហត្ថលេខាលើកិច្ចសន្យាខ្ចីប្រាក់ស្តីពីគម្រោងរោងចក្រស៊ីម៉ង់តចក្រីទីងរវាងរោងចក្រស៊ីម៉ង់តចក្រីទីងកម្ពុជាជាមួយនឹងធនាគារជាតិចិនដែលចុះហត្ថលេខារវាងលោកអ៊ុញាលឹមរស់ប្រធានក្រុមប្រឹក្សាភិបាលរោងចក្រស៊ីម៉ង់តចក្រីទីងកម្ពុជាជាមួយនឹងលោកចែនចាងជាងនាយកធនាគារជាតិចិនសាខាប្រចាំរាជធានីភ្នំពេញ请中国银行金边分行行长陈长江先生和柬埔寨
卓雷丁水泥厂董事长林洛斯勋爵签署卓雷丁水泥厂项目贷款协议。请大家共同举杯，祝贺此次。បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រពរៀបចំពិធីលៀងសាយភោជជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនឯកឧត្តមវេនជាប៉ាវនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិននិងគណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតចិនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកមួយជាមួយសាធារណរដ្ឋប្រជាមានិតចិនលើកទី15ក៏ដូចជាកិច្ចប្រជុំកំពូលអាស៊ានបូក3ជាមួយសាធារណរដ្ឋប្រជាមានិតចិនជប៉ុនសាធារណរដ្ឋកូរ៉េលើកទី15និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី7នៅថ្ងៃទី19ដល់ថ្ងៃទី20ខែវិច្ឆិកាពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវជាឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជានិងឥស្សរជនការទូតនៃប្រទេសជាមិត្តនានាប្រចាំកម្ពុជាផងដែរ